រឿងពិតនៃទាហានថៃឈ្លានពានកម្ពុជាដូចគ្នាតែខ្មោចទាហានវាងថៃមានវាសនាខ្ពស់ជាងទាហានតាមខេត្តជួបដីខ្មែរហើយនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃរួមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលរួមឈ្លានពានលើទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបុណ្យខ្មោចទាហានម្នាក់យ៉ាងអធិកអធមបែបនេះតាមការពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងៗនោះទេតែរូបគេជាកងសេនាប្រចាំវាងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់បាំងអត្តសញ្ញាណទាហានរូបនេះណាស់ព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតគឺថាខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃដែនដីខ្មែរតែពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបានពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់បាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងតែគេធ្វើពិធីយ៉ាងអធិកធមណាស់រីឯទាហានតាមខេត្តជួបព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញមិនបានគឺខ្ចប់យកទៅកប់ចោលដូចសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកមេដឹកនាំឈ្លានពានគុំបុកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់អស់លើផែនដីទៅហើយនោះនេះហើយជារឿងពិតដោយខ្សងវែកនៃទាហានឈ្លានពានកម្ពុជាឈ្លានពានដូចតែគ្នាតែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ទៅចុះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ